អ្នកផ្សេងទៀតទាំងអស់ចិញ្ចឹមខ្យងក្នុងទឹកខ្លាចឆ្វេងប៉ុន្តែខ្ញុំបានចាក់លាមកសត្វអចេតនាហើយលាបវាចូលទៅក្នុងវាលស្រែតែធ្វើឲ្យទឹកប្រៃជាខ្មៅជាងទឹកស៊ីអ៊ីវពួកទាំងមូលបានផ្សាយចំអកខ្ញុំគួយផ្នត់ថាខ្ញុំមិនអាចរស់នៅលើពី10ថ្ងៃទេហើយមីងវាងបាននិយាយថាខ្ញុំគ្រាន់តែដាក់ជីបានចិញ្ចឹមអ្វីទេ តាលីវិនសេងឈួតហើយមែនទេពិតប្រាកដណាស់គាត់នៅតែចង់ចិញ្ចឹមខ្យងនៅក្នុងវាលស្រែដែលរលួយនេះមែនទេ ប៉ុន្តែពួកគេមិនដឹងទេវាមិនមែនគ្រាន់តែជាសំណាងនោះទេវាគឺជាកំណត់ចំណាំរបស់ម្ដាយខ្ញុំពី20ឆ្នាំមុនដែលបានប្រាប់ខ្ញុំនៅថ្ងៃទី15ខ្ញុំបានអង្គុយក្បែរវាលស្រែហើយរើខ្យងមកក្បាលសបករបស់វាខ្មៅហើយសាច់របស់វាពេញគ្រូមិនបានមើលវាទេគ្រាន់តែនិយាយមួយម៉ាត់ថា វានៅរស់ នៅពេលនោះមនុស្សគ្រប់គ្នានៅលើជួបភ្នំវាលស្រែនិយាយមិនចេញពួកគេភ្នាល់ថាខ្ញុំនឹងស្លាប់ប៉ុន្តែខ្ញុំបានតាំងចិត្តថានឹងប្រើទឹកដែលនៅត្រឹងនេះដើម្បីលើកអ្វីមួយដែលពួកគេមិនធ្លាប់ឃើញពីមុនមកខ្ញុំចង់ចុះកិច្ចសន្យាដីដែលគេបោះបង់ចោល1ហិកតានោះពីគណៈកម្មាធិការភូមិ និយាយអ្វីវាពិតជាអាក្រក់ណាស់ម្ដាយរបស់អ្នកបានជួបគ្រោះថ្នាក់នៅទីនោះតើអ្នកភ្លេចទេ ម៉ាក់រអិលចុះតាមជម្រាបភ្នំពីព្រោះវាលស្រែមិនត្រូវបានជួសជុលមិនមែនដោយសារតែមានអ្វីខុសជាមួយវាលស្រែនោះទេវាមិនមែនជាពួកងាប់ទេវាគឺគ្មានអ្នកណាយល់ពីអ្នកទេ សត្វរយលូតលាស់ល្អនៅក្នុងវាលស្រែដីនេះល្អឥតខ្ចោះទឹកភក់មិនមែនជាទឹកអាក្រក់ទេវាជាទឹកមានជីជាតិ ខ្ញុំជឿអ្នក ឯងចង់បំផ្លាញដីរហោស្ថានទាំងអស់ ខ្ញុំចង់បានវាលនោះ មិនអីទេគិតវាឡើងវិញនៅពេលដែលអ្នកចុះហត្ថលេខាអ្នកមិនអាចដកថយបានទេ 10 ឆ្នាំអ្នកបានចុះហត្ថលេខារយៈពេល10 ឆ្នាំ ប្រមាណចំណាំដែលម៉ាក់បានបន្សល់ទុកនិយាយថានោះមានជីជាតិណា ឯងនៅតែប្រើពាក្យសម្ដីរបស់គាត់ចៃលុយដើម្បីចាក់ដីវាលស្រែដែលគេបោះបោកចោលតើឯងឈួតមែនទេ បងប្អូនជីដូនមួយរបស់អ្នកនឹងរៀបការនៅចុងឆ្នាំលុយទាំងអស់គឺជាថ្លៃកូនកំមុំប្រញាប់ឡើង ម្ដាយរបស់ឯងបានទទួលមរណភាពមុនអាយុឯងមិនអាចខ្ជះខ្ជាយជីវិតរបស់ឯងបានទេប្រសិនបើឯងហ៊ានចិញ្ចឹមខ្យងកុំហៅខ្ញុំថាពូទៀត អ្នកមិនមានទ្រព្យសម្បត្តិបុរាណក្រោមឈ្មោះរបស់អ្នកទេសិទ្ធិជួលដីត្រូវបានបញ្ចាំការវិតម្លៃគឺទាបណាស់